សូត្រទៅខ្លីរមមាសហបតីធំជាងអីសូលោកាចូលស្គាល់ប្រសាស្ដាលើកហត្ថាសិរោរៀបហើយពោលពាក្យទូលថាសូមបរណាដាច់ត្រង់ជ្រាបបិទសត្វលោកទុនទាបទុពលភាពបាបក្រៃក្រាស់សង្ឃឹមព្រះធម៌ថ្លៃជានិស័យបច្ច័យច្បាស់សត្វលោកងប់ងុយណាស់ឮធម៌ច្បាស់ក្រោកឡើងបានអីចឹងទៅនៅវត្ថុរតនតយសៈវន្តិមិខ្ញុំពុគណាម្ចាស់សូមក្រាបថ្វាយបង្គំចំពោះព្រះជន្ម3នៃព្រះត្រៃរតន៍មានព្រះពុទ្ធរតនៈព្រះធម្មរតនៈព្រះសង្ឃរតនៈដោយសេចក្តីគោរពសេចក្តីជ្រះថ្លាកោតក្រែងក្រៃលែងសពកាលសូមក្រាបថ្វាយបង្គំចំពោះព្រះរាជាគណៈព្រះមន្ត្រីសង្ឃសាលាគុណព្រះមន្ត្រីសង្ឃសាលាអនុគុណដិធេរានុធេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈធ្វើសេចក្តីរាប់អានចំពោះលោកអ្នកមានអាយុចម្រើនពរចំពោះអស់លោកជាឥសរាធិបតីសម័យនៃទានមហាបជាពុទ្ធបរិស័ទដែលមានប្រវត្តិមាននិងវត្តមានក្នុងវេលាឱកាសនាទិដ្ឋីថ្ងៃសៅរ៍9រោចរនោចខែពុគន្ធឆ្នាំរោងឆស័កពុទ្ធសករាជ2568នាវេលារសៀលនេះក្នុងពិធីបុណ្យថ្វាយនៅព្រះភ្លើងចំពោះព្រះសពព្រះសុទ្ធម្មចារីទេពធឿនព្រះបលាតគុណខេត្តកំពង់ឆ្នាំងដែលព្រះអង្គបានអនិច្ចធម៌ទៅកន្លងទៅឥឡូវនេះសត្វគុណគ្រប់រូបបានដល់នៅពេលវេលាដែលសមគួរនឹងថ្វាយនៅព្រះភ្លើងតាមបវេណីជាទំនៀមដែលយើងយកទំនៀមតាមព្រះបរមសាស្តាកាលដែលព្រះអង្គបរិនិព្វានទៅគ្រាដែលព្រះអង្គមុននឹងបរិនិព្វានព្រះអានន្ទតែងទូលសួរចំពោះព្រះដ៏មានពភាកថានឹងគួរប្រណិប័តនៅព្រះបរមសពរបស់ព្រះសម្ពុទ្ធដោយបដិទើមព្រះដ៏មានពភាកព្រះអង្គត្រាស់ចំពោះព្រះពុទ្ធឧបដ្ឋៈគឺព្រះអានន្ទធម្មនាលអនន្តមហាជនតែងប្រណិប័តចំពោះសរីរៈរបស់ស្ដេចចក្រពត្តិយ៉ាងណានោះបរិស័ទទាំងឡាយគប្បីនឹងប្រណិប័តចំពោះសរីរៈរបស់ព្រះតថាគតដូច្នោះដែរបានព្រះអានន្ទទូលសួរទៅទៀតថាបបិទ្ធព្រះសម្ពុទ្ធជាព្រះបរមគ្រូតើបរិស័ទគេប្រណិប័តចំពោះសរីរៈរបស់ស្ដេចចក្រពត្តិដូចម្ដេចព្រះសម្ពុទ្ធព្រះអង្គត្រាស់សម្ដែងថាមនាលអនន្តមហាជនតែងនាំយកនៅសម្លៃទុនយកមករុំក្នុងជាន់មួយហើយក៏យកសម្ពុតកំពុលដែលមានសាច់ទុនល្មើយល្អរុំព័ទ្ធពីខាងក្រៅសម្លៃហើយក៏ដាក់សម្រីរុំព័ទ្ធជុំវិញសម្ពុតកំពុលយ៉ាងនឹងទៀតធ្វើយ៉ាងនឹងរហូតដល់500ដងដែលយើងនិយាយឲ្យស្រួលស្ដាប់ថាធ្វើទៅ500គូរុំដោយសម្ពុតកំពុល
និងសម្លេងទុនណាចំពោះសរីរៈរបស់ស្ដេចចក្រពត្តិហើយនាំដង្ហែយកទៅតម្កល់ក្នុងព្រះមញ្ឈូសសាមាសដាក់តម្កល់លើជើងថ្កហើយក៏ធ្វើការបូជានាំយកនៅអដ្ឋិធាតុទៅតម្កល់ទុកក្នុងចេតិយត្រង់ទីដែលមានផ្លូវបំបែកជា4ខ្លះជា3ខ្លះជា2ខ្លះទុកសម្រាប់ដល់មហាជនធ្វើសក្ការៈបូជាមហាជនកាន់វត្តប្រណិប័តចំពោះសរីរៈរបស់ស្ដេចចក្រពត្តិយ៉ាងនេះមហាជនក៏បីយកវត្តប្រណិប័តនៅសរីរៈរបស់ព្រះតថាគតយ៉ាងនោះទំនៀមណាទំនៀមថ្វាយប្រភ្លើងហ្នឹងកើតឡើងពេលនោះមកព្រោះពីដើមមនុស្សកាលណាតែលះលោកនេះហើយសាច់ញាតិរមែងនាំយកទៅកប់ក្នុងទីបញ្ចុះនៃសពឬក៏យកទៅដាក់តាមទង្គៀបឈើតាមទង្គត់ឈើឬក្នុងព្រៃស្មៅសានដែលយើងទំនៀមតែងតែឮបុរាណពោលថាព្រៃស្មៅសាននោះជាព្រៃដែលគេកប់ដោយសពឬក៏ទប់ដោយសពទំនៀមនឹងមិនទាន់បាត់បង់ផុតរលត់ដាច់ពូជទៅណាទេនៅតែមានសពថ្ងៃអញ្ចឹងនាំគ្នាយកសពទៅបញ្ចុះទៅកប់ទុកក្នុងទីទួលទីដំបូកតាមទួលក្បែរស្រែចំការឬក៏ដីឯណាដែលបានរៀបចំសេសៈទុកដាក់កំណត់ថាជាទីដែលគេនឹងបញ្ចុះសពហើយអ្នកខ្លះហ្នឹងក៏នៅតែកាន់យកទំនៀមទុកដាក់សពនឹងតាមពង្គៀបឈើមែកឈើជាពិសេសនៅតាមស្រុកទលេមានអ្នកណានៅទលេទេមានទេណានឹងអ្នកទលេគេនៅទុកអញ្ចឹងដែរសពនៅមានណាកន្លែងលិចទឹកអីគេកោទុកនៅលើណាទៅគៀបឈើណាអានេះយើងថាទេអ្នកលិចទឹកប៉ុន្តែពីដើមអ្នកអត់លិចទឹកក៏ធ្វើអញ្ចឹងដូចគ្នាអត់មានបានបូជាអីត្រឹមត្រូវយកអដ្ឋិធាតុមកតម្កល់អីអត់តាន់មានទេប៉ុន្តែដែលចាប់ផ្ដើមមានហ្នឹងចាប់ផ្ដើមពីលំអានរបស់ព្រះដែលមានពុភាដែលព្រះអង្គបានប្រារព្ធត្រាស់ចំពោះព្រះអានន្ទអំពីការប្រណិប័តនៅសរីរៈរបស់ព្រះតថាគតប៉ុន្តែក្រោយមកទៀតក៏យើងយកវត្តប្រណិប័តសរីរៈរបស់ព្រះថេរៈព្រះមហាក្សត្រព្រះសង្ឃរាជព្រះរាជាគណៈរហូតដល់យកវត្តប្រតិបត្តិដល់មេដាបៃតារហូតដល់សាមញ្ញជនជាបច្ចុប្បន្ននេះឥឡូវនេះគ្រប់គ្នាសឹកតែកាន់យកការបូជាសពនេះជាវត្តប្រតិបត្តិព្រោះសម្គាល់ដល់ការគោរពសម្គាល់ដល់ការគោរពអីគោរពចំពោះគុណបុគ្គលដែលយើងកំពុងតែយកវត្តប្រណិប័តនោះកូនចៅប្រុសស្រីសពថ្ងៃនេះមិនត្រឹមតែបូជាសរីរៈសង្ខាររបស់មាតាបិតាឬជនជាញាតិរបស់ខ្លួនទេថែមទាំងនាំយកនៅអដ្ឋិធាតុមកតម្កល់ទុកក្នុងចេតិយទៀតតែពីបុរាណអត់ទេណាព្រះចេតិយនេះមានតែចំពោះព្រះសម្មាសម្ពុទ្ធព្រះជេកពុទ្ធព្រះអនុពុទ្ធឬក៏ស្ដេចចក្រពត្តិប៉ុន្តែ
ដែលគេធ្វើអញ្ចឹងគេធ្វើព្រោះអ្វីព្រោះសម្គាល់ថាបុគ្គលនោះជាបុគ្គលគួរដល់ការគោរពបូជារបស់មហាជនទើបគេបូជានៅព្រះសរីរៈហើយនាំយកនៅអដ្ឋិទៅតម្កល់ទុកក្នុងព្រះចេតិយក្នុងផ្លូវដែលគេបែកជា4ផ្លូវដែលគេបែកជា3ហើយឲ្យមហាជនប្រុសស្រីគោរពបូជាប៉ុន្តែយើងឯណាដែលម្ដាយឪពុកយើងនេះមិនមែនជាអ្នកដែលមហាជនគប្បីគោរពបូជាទេប៉ុន្តែចុះហេតុអីចាំបាច់បូជាប្រសពដែរចាំបាច់បូជាសរីរៈសង្ខាររបស់ម្ដាយឪពុកយើងដែរថាបូជាហើយដើម្បីនាំយកនៅអដ្ឋិនេះទៅតម្កល់ក្នុងបច្ចេតិយហើយឲ្យកូនចៅប្រុសស្រីគោរពបូជាណាអញ្ចឹងទំនៀមហ្នឹងជាទំនៀមដែលសំដៅលើឧបការៈគុណអ្នកដែលធ្លាប់មានគុណដោយក្នុងថ្ងៃនេះអញ្ចឹងណាចំពោះសពព្រះសទ្ធម្មចារីដែលជាអតីតព្រះបល្ល័តគុណខេត្តកំពង់ឆ្នាំងបល្ល័តនេះស្អីទៅបល្ល័តស្គាល់ទេលោកពុទ្ធបរិស័ទស្អីណាបល្ល័តនឹងបល្ល័តហ្នឹងស្អីព្រះបល្ល័តឬក៏បល្ល័តពីដើមយើងនៅប្រើបល្ល័តឃុំបល្ល័តស្រុកបល្ល័តខេត្តណាសៀមក៏គេប្រើបល្ល័តអញ្ចឹងដែរណាហើយដល់ទៅពេលសាមណស័ក្តិគឺថាទីព្រះបល្ល័តបដាក់ស្រៈអាឡដាក់ស្រៈអាតព្រះបល្ល័តទីសាមណស័ក្តិសំដៅដល់អ្នករងបន្ទាប់អំពីអធិបតីបើពីដើមមេឃុំគេហៅថាពញាភិបាលរក្សាឃុំដោយតែឃុំផ្អេអញ្ចឹងណាពញាភិបាលរក្សាឃុំផ្អេអញ្ចឹងដែរហើយមានបល្ល័តឃុំណាពញាភិបាលរក្សាស្រុករលាផ្អៀហើយក៏មានបល្ល័តរលាផ្អៀអញ្ចឹងណាហើយបល្ល័តហ្នឹងគឺតែប្រែថាអ្នករងជំនួសអំពីអធិបតីហ្នឹងអញ្ចឹងបើថាមេឃុំជាអធិបតីឃុំហ្នឹងរងពីមេឃុំហ្នឹងគេហៅបល្ល័តប៉ុន្តែសប្តាហ៍ថ្ងៃគេហៅចន្ទុកពីដើមអធិបតីស្រុកគឺថាចៅហ្វាយស្រុកហើយរងពីស្រុកគឺបល្ល័តស្រុកប៉ុន្តែឥឡូវគេហៅអភិបាលរងណាពីដើមខេត្តគឺថាចៅហ្វាយខេត្តដែរណាចៅហ្វាយខេត្តដែរតែយើងពីដើមអត់មានខេត្តកំពង់ឆ្នាំងទេមានតែខេត្តរលាផ្អៀខេត្តអមរិនបូរតែម្ដងហើយអមរិនបូរយើងនេះខេត្តបរិបូរដោយសារតែណែជាប្រទាយធំផងអញ្ចឹងអ្នកដែលកាន់ខេត្តអមរិនបូរហ្នឹងច្រើនតែបានទទួលងារជាចៅហ្វាតលហៈងារធំសម្បើមណាបន្ទាប់មកមានបល្ល័តខេត្តអីចឹងទៅតែសប្តាហ៍ថ្ងៃហៅថាអភិបាលខេត្តណាអភិបាលខេត្តហើយបល្ល័តហ្នឹងក៏គេប្រើទៅជាអភិបាលរងខេត្តវិញដល់ទៅទីសាមណស័ក្តិពាក្យថាបល្ល័តគឺថាអ្នករងបន្ទាប់ទទួលកិច្ចការបន្ទាប់ពីអធិបតីខេត្តគឺទីព្រះមេគុណណា
chẳng bà lặt nó chẳng ná để dương chẳng qua thật tê kì hào pra sột thăm mà cha rây thật bà lặt nó sẽ kế thả lô chỉ nẹ tự tu cách càng nghe chùm nuốt áo pra mế cồn đôi tuổi giang bị sai bật thật cả sặc xài nông hạ của công năng nông vọt camera này là nông vọt camera nè miến nè xà la bột tất cả vật chia lái camera nè răng xây sầm tách kẹo mà sanh áp đây để chưa hôn sáng đại miến pre sốt thơm mà trà rây đấy chia pre nỉ dụa nè lúc tập tuôn cách càng nghe bận tập đi pre mê côn máu cột cột đất nó mơ cá không trớ chùm pua bột tất cả vật chia lại trong này hai đây chỉ upakara kunរបស់លោកបានពុះពៀខ្នះខ្នែងតាំងតែពីមិនទាន់មានសាលារហូតដល់មាននៅសាលាពុទ្ធកបឋមអនុរហូតប្រឹងឲ្យបានទៅជាពុទ្ធកវិទ្យាឡើយហើយសិស្សគុណនោះគឺថាមិនតិចជាង1000អង្គទេប៉ុន្តែសពថ្ងៃមិននឹងបាត់ទៅណាអស់នេះជាសម័យដែលសង្វេគទៅណាមនុស្សយើងពីដើមដឹងគុណគ្រូរុកគ្រូបាត់ទៅប្រយោជន៍គង់នៅនឹងសិស្សទាំងឡាយឲ្យខំខ្វល់ខ្វាយខ្នះខ្នែងរក្សាអញ្ចឹងខ្មែរយើងកាន់យកទំនៀមពីដើមមិនបាច់និយាយទៅដល់ទីព្រះប្រឡាត់ទេដែលលោកមានសិស្សគុណទូទាំងខេត្តទេត្រឹមតែចៅអធិការវត្តណាដែលធ្វើបុណ្យរំលាយប្រសពម្ដងមនុស្សពេញវត្តអញ្ចឹងធ្លាប់ឃើញអញ្ចឹងទេ60ឆ្នាំមុនឲ្យតែបុណ្យរំលាយប្រសពចៅអធិការវត្តឃើញមនុស្សពេញវត្តដែរមិនដែលសពថ្ងៃអត់ទេអញ្ចឹងមនុស្សចាប់ផ្ដើមអស់គុណធម៌អញ្ចឹងបានតែមិញហ្នឹងទំនួលបុរាណលោកថារុកគ្រូបាត់ទៅប្រយោជន៍គង់នៅនឹងសិស្សទាំងឡាយឲ្យខំខ្វល់ខ្វាយថិតថែរក្សាប៉ុន្តែគេកន្លះមកវិញថារុកគ្រូបាត់ទៅប្រយោជន៍គង់នៅនឹងសិស្សទាំងឡាយប៉ុន្តែសិស្សចុយម៉ាយបនឲ្យគ្រូងាប់ឲ្យចែកទ្រព្យគ្នាណាព្រោះអីព្រោះថាសេចក្តីកតញ្ញូកតវេទីរបស់មនុស្សនេះចាប់ផ្ដើមខើចទៅណែព្រះប្រឡាត់ព្រះសទ្ធម្មចារីនេះសិស្សគុណច្រើនណាស់រាប់ពាន់ប៉ុន្តែបាត់អស់មិនដឹងទៅណាពេលមានបុណ្យមានទានហើយពិសេសបុណ្យដែលលោកព្រះនិច្ចធម្មទៅហើយថ្ងៃនេះថ្ងៃថ្វាយប្រភ្លើងសំណាទៅសិស្សដែលធ្លាប់សិក្សារៀនសូត្រជ្រកក្រោមដំបូលដែលលោកបានប្រឹងប្រែងឲ្យបានរៀនបានសូត្របានចប់ដល់មធ្យមសិក្សាអីទាំងអស់ហ្នឹងទោះតែលាចាកសិក្ខាបទក៏ដោយនៅជាភ្នោះនឹងក៏ដោយក៏បីណាតែមកសម្ដែងនៅសមានតុកថ្វាយបង្គំលាគ្រូប៉ុន្តែជាក់ស្ដែងគឺថាបានតែអ្នកដែលនឹករលឹកប៉ុណ្ណឹងប្រហែលអ្នកអញ្ចឹងទៅក្រៅពីហ្នឹងទៅគឺថាយកភាពរវល់ជាធំហើយនរណាដែលកើតលើលោកនេះអត់រវល់មានឃើញទេទោះកំជិលដេកផេះក៏រវល់ដែររវល់អេស្រែងព្រោះអត់មាននរណាដែលថាអត់រវល់ទេរវល់ជជែកឥតខ្លឹមសារ
រវល់ផឹកស្រាជុំមិត្តភ័ក្តិរវល់ដោះស្រាយដោយរាគៈរវល់ជាប់ធ្នាក់នរុលោកីរវល់ទៅហូប3 4 ដងរវល់ដេកផងខ្ជិលធ្វើអីរវល់តរឿងររាត្រីធ្វើល្អស្ដីថាអត់ពេលគ្រប់គ្នាទូរស័ព្ទគ្រប់ដៃហើយចាស់ក្មេងនោះមិនដឹងរឿងអីខ្លះទេយប់ឡើងហើយយើងកុំថាទេស្ដាប់ធម៌មកមិនសូវជឿទេធម៌ណាក៏ចេះគ្រប់កន្លែងមានឲ្យស្ដាប់រហូតតែយើងមើលរឿងខ្លះអីខ្លះអញ្ចឹងតែអញ្ចឹងគ្រប់គ្នាសឹកតែរវល់ប៉ុន្តែក្នុងភាពរវល់ជាមនុស្សនេះឲ្យរវល់ប្រកបដោយកតញ្ញូវតវេទីតាធម៌ណែដែលគ្រូរៀបនឹងផុតរលត់ចាកលោកនេះហើយទៅសូម្បីតែរូបលោកក៏មិនអាចតាំងនៅបានបន្តទៀតត្រូវនឹងព្រះអគិរៀបនឹងឆាបឆេះហើយណាស់ក៏ឲ្យមកសមានសំដែងនៅសមានតុកជាចុងក្រោយហើយបើគ្រាន់តែសម័យហ្នឹងប៉ុណ្ណឹងទៅហើយនោះទៅរំពឹងអីទៅមុខទៀតខ្មែរណាតាំងនៅដោយព្រមវិហារធម៌ដោយសិលធម៌ដោយកតញ្ញូកតវេទិតាធម៌នេះមនុស្សតាំងនៅបានប៉ុន្តែបើមនុស្សចាប់ផ្ដើមបំបត្តិគុណបំភ្លេចគុណកាន់យកទោសជាធំអាហ្នឹងគឺថាសង្គមមនុស្សនេះកំពុងតែដើរទៅលើផ្លូវបំផ្លាញខ្លួនឯងហើយមនុស្សចូលចិត្តលើកយកទោសមកជាអធិបតីហើយលះបង់នៅគុណអ្នកដែលមានឧបការៈគុណចោលឥឡូវសាបើសិនជាព្រះអតីតព្រះសពព្រះសុធម្មចារីមានអតីតរឿងអាស្រូវអាក្រក់វិញទៅមើលមនុស្សចោមរោមគ្នានិយាយចោមរោមគ្នាស្ដាប់ហើយចោមរោមគ្នាចែករំលែកមិនថាទាំងអ្នកផ្សព្វផ្សាយមិនថាទាំងអ្នកនិយាយតគ្នាតុកកាហ្វេតុកកាទៀវអីទេគឺថាចែករំលែកហូហែតែប៉ុន្តែកិត្តិនាមណាកិត្តិនាមដែលលោកបានកសាងមិនគិតពីកម្លាំងកាយកម្លាំងស្មារតីរបស់លោកលះបង់ក្នុងជីវិតប្រភ្នោះរហូតដល់ទទួលព្រះអនិច្ចធម៌ក្នុងបច្ចុប្បន្ន73ព្រះវស្សាយើងមានដែលរលឹកពោលទេថាទេគុណរបស់លោកនៅតាំងពីវត្តខ្សាមកំសត់កំររហូតបានដល់មានវិទ្យាល័យពុទ្ធកវិទ្យាល័យហូហែសិស្សគុណតែជាអ្នកជួយជ្រោមជ្រែងឲ្យបានរៀនសូត្រខ្ពង់ខ្ពស់ស្រួលមិនស្រួលសិស្សរបស់លោកនោះមានបានធ្វើការដល់មន្ត្រីរាជការអីខ្លះទៅហើយប៉ុន្តែពុទ្ធសាសនាក្តីទំនៀមដូនតាខ្មែរយើងក្តីបើកាលណាមនុស្សចងចាំនៅគុណរលឹកនៅគុណរមែងតែចម្រុងចំច្រើនប៉ុន្តែមនុស្សណាដែលបំភ្លេចគុណវាច្រើនតែសយត់ច្រើនតែសយត់ណាអញ្ចឹងគឺថានិយាយនេះមិនបន្ទោសមិនអីទេប៉ុន្តែសូមកុំឲ្យបន្តអញ្ចឹងទៀតណាដាស់តឿនកូនចៅព្រោះថាបើយើងមិនមើលឃើញគុណអ្នកដតីថ្ងៃក្រោយអ្នកដតីក៏គេមិនមើលឃើញគុណយើងដែរអញ្ចឹងបានប្រជាជន
យើងអ្នករស់នៅតាំងពីបានម្ទេសចែកគ្នាបានសន្លចែកគ្នារហូតដល់តែម្ទេសមួយគ្រាប់ក៏លក់ដែរណាគិតមើលខុសគ្នាប្រហែលឆ្នាំសោះហ្នឹង20ឆ្នាំមុននៅមានដែរនៅមានចែកគ្នាណាចែកសម្លចែកបាយមកផ្ទះជាប់គ្នាទោះតែធ្វើលបងខណ្ឌមិនជាក៏ហុចទៅហុចមកនំនេកចេកអំពៅប៉ុន្តែសប្តាហ៍ថ្ងៃតែម្ទេសផ្ទះជាប់គ្នាក៏លក់ដែរហើយមានកើតអុកញ៉ាអស់ហើយនៅអត់ទេប៉ុន្តែអាការលក់ការដូរនេះហើយនឹងការចែករំលែកនេះវាឲ្យឃើញពីសន្តានចិត្តរបស់មនុស្សដែលចេះតែគិតទៅពីប្រយោជន៍មាសប្រាក់លុយកាក់ជាធំជាជាងគុណធម៌របស់មនុស្សកាន់តែខើចទៅអញ្ចឹងហើយយើងកុំរំពឹងពីដើមមិនមែនចិត្តល្អតែអ្នកនៅផ្ទះជាប់គ្នាទេណាអ្នកមិនដែលស្គាល់គ្នាឯណាសោះក៏ដាក់ទឹកក្អមទុកឲ្យផឹកដែរមានទេសិតដឹងណាហ្នឹងហើយជួនកាលទៅពីកំពង់ឆ្នាំងទៅស្រុកលើទៅខ្លងពពកអីចឹងបរទេសទៅមិនមែនមួយថ្ងៃដល់អីតាមផ្លូវហ្នឹងព្រៃមូលស្អីទាំងអស់ហ្នឹងសឹកតែមានទឹកក្អមទុកពីមុខហូបក៏ហូបមិនហូបក៏ហីទៅយកទៅលុបមុខលុបមាត់ក៏បានដែរខែនេះខែក្តៅអីចឹងណាណែមិនដែលស្គាល់គ្នាសោះក៏គិតដែរគិតអំពីសុខទុក្ខថាបើគេមកទៅស្រែកទឹកក្តៅក៏ហល់ក៏ហាយណែបានទឹកនឹងទៅប្រើទៅប្រាស់ទៅលុបទៅលាងនៅមន្ទិលសៅម៉ងប៉ុន្តែយើងឥឡូវតែមិនស្រួលគ្នាស្រែកទឹកគោះទ្វារលបងសុំទឹកមិនស្រួលដេញចេញទៀតមែនទេមែនពួកនឹកឃើញថាឯសង្ស័យចោលហើយមកគោះទ្វារហ្នឹងអត់គំនិតខ្មែរយើងទៅដើមអត់គិតអញ្ចឹងទេគិតយកអាសាគ្នាជាធំសិនណាឥឡូវមិនទេគឺថាគិតរឿងអាក្រក់ជាធំសិនដល់តែយើងក៏គិតអាក្រក់អញ្ចឹងគេក៏គិតអាក្រក់អញ្ចឹងដើរកាត់ទៅមុខផ្ទះអត់ដឹងអីសោះគេបាត់លុយយើងនឹងដែរព្រោះអីព្រោះមនុស្សគិតអាក្រក់កាន់យកអារឿងអាក្រក់ទៅជាអធិបតីហើយលះបង់គុណសម្បត្តិចោលអស់អញ្ចឹងនឹងគឺទំនៀមខ្មែរយើងវាកំពុងបាត់បង់ហើយណាបំបាត់បង់ណាដូចឥឡូវអញ្ចឹងចិត្តចូលឆ្នាំនៅបែកឆ្ងាយតិចចិត្តចូលឆ្នាំគឺថាយើងពីដើមចិត្តចូលឆ្នាំគឺនឹកឃើញស្រុកនឹកឃើញផ្ទះមុនគេថាបានមកស្រុកមកទេសមកជួបជុំម៉ែឪបងប្អូនវិចនំវិចសំលេងឈូងអង្គុញតាក់កសែងអីហើយទៅវត្តទៅវានឹកឃើញចឹងមុនគេផ្នែកគំនិតណាប៉ុន្តែផ្នែកគំនិតយុវជនឥឡូវបែបទៅចូល 80% ហើយកាលណាតែចិត្តដល់ចូលឆ្នាំនឹកឃើញបាញ់ទឹកមុនគេមែនទេមែនចិត្តបានបាញ់ទឹកទៀតដែរចិត្តបានប៉ាក់ម្សៅទៀតដែរចិត្តបានជះទឹកទៀតដែរនោះកុំសាទរពេកណាទង្វើនេះមិនអាក្រក់ទេប៉ុន្តែបើធ្វេសប្រហែសនឹងបាត់បង់នៅអរិយធម៌ដល់ល្អគួរផុតរបស់ជាតិបន្សល់ចំនួនមកវិញនៅតែភាពសប្បាយភ្លើតភ្លើនប្រាស្ចាកអំពីអរិយធម៌របស់ជនជាតិខ្មែរនេះដែលមានឈ្មោះថាជាជនជាតិដែលមានវ័យចំណាស់មកយូរយារណាស់ហើយ
chẳng xông ơi lô Phật bò sát chè nhạc nhạc tạch phong ná cùng lung lụ tập bê và lung lụ hai cái thà bởi lung lụ tầm mong ấy để phần té đòi rương lõ đầy lụ rương là cặp nhẹ màu chung các ngư bị đầy mong toàn đăng ấy vong chê tạm kê đài nè anh đang cái tập nhẹ rương là cặp nhẹ lươn nè xa tiết đôi tìm mà nu sọc ngay lên Facebook lên ấy nâng rương đây xa đây cô đặt vừa nó vừa đấy chung cá bài thở đâm hô hoặc tờ đâm đấy mẹ phở ở vô ni vô nu ở tờ thưa đấy chung cá ca nghe thở thưa ở thưa đấy ở đây vô tay đừng một xe bịa chê kì bịa và trao kì nâng rương đây mình cua xa còn tay rương đây trâu xa đó ê mình con trao nan chẳng đại ọt đấy miền ọt đấy miền à đặt tiền phong tư đó toàn được prap ban ở gì khối nó có thao viêm sẽ đạp thế nổ vậy nó nè có thao viêm mình sẽ đạp nhom thế nè mắt dây mùi tiệt con trao đó bờ sông bay ta mà đai ở bốc luôn mình sẽ đạp cả hai nó ta nâng cơn tha nâng đạp nó này con prosray bao mình cao cray chừng phu miệt đà bay đà cả hai nữa ta nâng rồng pưng tao cổ rút cao cray vì na thế nhưng thầm vì mình khai thế mà đai ở bốc bàn tay và khai mê vi khai tầm một thế mình xưa khẳng cào nó chi mê ở cọ chiên ấy từ tiên mình đại lưu con trai chi mê khuôn ai đấy đại đăng dân ấy đại lên nó đại đó đại má lương chân đại chúng can đều một luôn cram đòn khối ồ mẹ tè đi lên chân đại anh nó cứ sân công mà nốt nè và ca khuôn ai hỡi cục khía sắc tại hà đây pô thả ốc từng vơ đại chia ca nom oi bắt bong sân đập nộp sông cung đại chia ca thưa oi lạ cho nơi đây thua nơi phiếp ngập sọc rồi bỏ sông cung còn tại cục khía tành tại còn trô nơi trần vơ trần ỏng đô hơi lẹ bong nơi từng vơ đại chia cố sau đại chia thiệt trấm trọc mày dương khai lươn na càng toàn miền mày của họ sao khai ấy bê thế đó là coi bị slap chật ọc nông máu cả coi sao coi bên đấy và chớn đã khai lươn hỏi lươn nó cứ thà lươn khang trâu ấy cứ thà lươn chớn đã khua hình chân cùng rung pưng thà nâng rung rương ấy cả đợt để dương prăng prai lấy bạch trăm ấy ngay thế xong bây tập prum chương kre lục tê nâng nè còn khai đấy nó sẽ sao bọn lục prum mình trâu tam cái buồn bạp lục mình bên ngay ấy thế prum mía cho lục ca thập tây ra bật tây cái đam biên tập văn năng bà ta kỳ sầm rái cái dạ kriya nu sahapatay prom chia a soloka anjali hai tu tha lek thap tha sẽ rau riệp
សូមករណាសម្ដែងធម៌អីចឹងដែរប៉ុន្តែឥឡូវខ្ញុំកណាត់ទៅតាមខេត្តខ្លះតម្រាំតែបានទេព្រមបើចង់1 ម៉ោងអីបាទដឹងវាធម៌អីខ្លះនឹងខ្លាយឯណាស្មាប់ពេលខ្លះចង់មកសួរថាគេព្រមរតនាលោកទេឬក៏មកសូត្រឲ្យលោកស្ដាប់បែបនេះនឹងបែកញែកឲ្យដាច់ពីគ្នាអញ្ចឹងបើថារតនាព្រមអរតនាតែព្រមទៅតាមលោកអានហ្នឹងទៅណាបើថាយើងចេះជាភាសាបាលីព្រមាជាលោកាធិបតីសាបតីកតអញ្ជលីអធិវរង្យាចាថៈហ្នឹងក៏យើងធ្វើអញ្ចឹងទៅសូត្រជាបទជាបែបដោយបកណាម្ចាស់លោកបានសូត្រមិញហ្នឹងជាគំរូអញ្ចឹងដែរបើយើងមិនចេះភាសាបាលីទេលោកយាយជាឧបាសិកាជាសិលវតីអីបើតែចង់សូត្រព្រំហ្នឹងក៏សូត្រសម្រាយដែលនិយាយពីអត្តន័យនិមន្តលោកសម្ដែងធម៌អញ្ចឹងទៅសូមករណាសម្ដែងធម៌ត្បិតសត្វលោកទុនទាបទលភាពបាបក្រៃក្រាស់និងសង្ឃឹមឬស្គរដាស់អីអញ្ចឹងទៅក្រោកឡើងបានបណ្ដែងពធអីមកប៉ុន្តែមិនបាច់ចាំទៅវែងឆ្ងាយមុនបានព្រំនឹងក៏រៀបរាប់ពីណាពីណីមកហោហែណាហើយដល់ខ្ញុំកណាតែព្រំ1 ម៉ោងអីហើយកន្លះម៉ោងអីហើយទេតែ10 នាទីទេហ្នឹងហើយហ្នឹងហើយព្រោះបណ្ដឹងខេត្តយើងទៅវាចិត្តមានអីជួនកាលព្រះវិហារអីណាហូហែពោះឆ្ងាយណាស់ថាមិនត្រូវទេវាច្រើនកន្លែងពេកមិនបើគេព្រំខ្លីយើងបានយូរដែរប៉ុន្តែបើព្រំយូរយើងខ្លីម្ដងហ្នឹងហើយជាឧទាហរណ៍ថាទេស1 ម៉ោងបើព្រំ30 នាទីអញ្ចឹងយើងទេសតែ30 នាទីដែរទៅគ្រប់1 ម៉ោងហ្នឹងតែមកអានេះមិនមែនបន្ទោសបង្អាប់ទេតែគាត់តែចង់ប្រាប់ថាកុំខ្លាយអីច្រើនទេណាលោកយាយដែលព្រំណាហ្នឹងហើយចូលទៅខ្លីព្រមមាសហបតីធំជាងអីសូលោកាចូលកលប្រសាស្ដាលើកហត្ថាសិរោរៀបហើយពោលពាក្យទូលថាសូមបរណាដាច់ត្រង់ជ្រាបបិទសัตว์លោកទុនទាបទុពលភាពបាបក្រៃក្រាស់សង្ឃឹមព្រះធម៌ថ្លៃជានិស័យបច្ច័យច្បាស់សត្វលោកងប់ងុយណាស់ឮធម៌ច្បាស់ក្រោកឡើងបានអីចឹងទៅសត្វលោកជាប់ដោយកាមមិនយល់តាមពធឡើយមានតែព្រះអង្គហើយប្រោះទេសនាអនុគ្រោះពួកបរិស័ទដែលជាប់ខាត់ដោយមោហាណាអវិជ្ជានិងតណ្ហាអីចឹងទៅសូមករណាសម្ដែងធម៌đấyក៏ចប់ទៅហ្នឹងហើយកុំមុននឹងបានព្រំនឹងទៅមានអីណាកុំមាត់ផងកុំអីផងទៅយោវអនន្តខ្លះទៅអូច្រើនណាស់ឥឡូវនោះណាគេហៅថាទំនើបប្រកម្មធម៌ហ្នឹងហើយធម៌អស់ហ្នឹងគេសូត្រដែរមិនមែនតែមិនសូត្រទេប៉ុន្តែគេមិនសូត្រពេលហ្នឹងទេគេសូត្រកំដរសពគេសូត្រកំដរបុណ្យពេលដែលគេអត់ធ្វើអីណាពេលដែលរវល់កិច្ចការងាររួចចប់សពគ្រប់ហើយក៏គេអញ្ជើញលើកយកធម៌បទជាធម៌មកសម្វែកមកសូត្រប្រែប្រាប់ផ្ដាំផ្ញើដល់ប្រជាពុទ្ធបរិស័ទកូនចៅប្រុសស្រីឲ្យស្ដាប់អីចឹងទៅប៉ុន្តែដល់ទៅពេលម៉ោងដែលបញ្ញាប់ម៉ោងដែលគេឆាប់អានឹងគឺថាយើងកុំវែងឆ្ងាយអញ្ចឹងខ្ញុំកណាក៏ដឹងថាម៉ោងវាឆាប់បើបញ្ញាប់ក៏កុំវែងឆ្ងាយខ្លួនឯងដែរទេប៉ុណ្្នឹងតែចោះជាធម្មកថាខ្លីទេ
ដើម្បីចូលរួមចំណែកអំពីបុព្វការៈគុណរបស់ព្រះសុទ្ធម្មចារីហើយបានរៀបចំក្បួនដង្ហែក្រោមការយកចិត្តទុកដាក់របស់ព្រះមន្ត្រីសង្ឃខេត្តកឋិណារមប្រធានមន្ទីរធម្មការនិងសាសនាខេត្តនឹងការជួយសម្របសម្រួលដល់ក្រៃលែងពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រមទាំងមន្ទីរអង្គភាពកងកម្លាំងប្រដាប់អាវុធសិស្សសានុសិស្សលោកគ្រូអ្នកគ្រូពីព្រឹកមិញនេះបានចូលរួមដង្ហែនេះគឺថាការចូលរួមសម្ដែងនៅសមានទុក្ខហើយដែលស្ដាយនៅធនធានឥឡូវលោកអនិច្ចធម៌ទៅហើយមកកាលតែលោកនៅទៅជួយសិស្សមួយឆ្នាំប្រហែល100អង្គទៅហើយជិះបើលោកនៅបន្តថែមទៀតប្រហែល1000នាក់ទៀតដែលត្រូវបានទទួលការអប់រំបណ្ដុះបណ្ដាលចេញពីសាលាប៉ុន្តែលោកចែកឋានទៅហើយគឺយើងមានអីក្រៅពីពាក្យតាស្ដាយទៅរួនលោកឲ្យក្រោកពីព្រះមឈូសាមកដើម្បីជាបន្តប្រយោជន៍ទៅទៀតក៏មិនបានអញ្ចឹងសំដែងនៅសមានតុកនឹងថ្វាយព្រះកិត្តិយសនឹងផងហើយកាលណាយើងកាន់ទំនៀមនឹងពេលដែលយើងលះលោកនេះទៅកូនចៅប្រុសស្រីជាសាច់ញាតិរបស់យើងក៏កាន់យកនៅទំនៀមអញ្ចឹងដូចយើងដែរនឹងហើយដែលគេហៅថាស្លាប់ឲ្យសល់ឈ្មោះរស់ឲ្យសល់ញាតិណាកុំឲ្យស្លាប់ដោយពស់រស់ដូចកង្កែបដែលបុរាណលោកពោលហ្នឹងសត្វពស់តែឃើញដើរងាប់ហើយមិនដែលពីណាថាស្ដាយណាស់ណោះពស់វែកនឹងវាងាប់បើវារស់ទៅយកទៅដាក់ផ្ទះមានដែរអញ្ចឹងទេអត់ទេតែឃើញស្លាប់ហ្នឹងអូចេះគេវាយងាប់តន់ណោះកុំអីឯងដើរជន់ណោះចេះងាប់គៀនលបងកុំអីអស់ហើយមន់ហ្នឹងមួយសបុកពីរសបុកហ្នឹងអញ្ចឹងណាសត្វពស់យ៉ាងឯងអញ្ចឹងមនុស្សដូចគ្នាដែរហើយវាចេះវាងាប់បាត់កុំអីនឹងងាប់ហើយម៉ូតូឯងមិនសល់ទេពុកនឹងសុកមួយលួចអស់ហើយចេះវាងាប់បាត់កុំអីផ្ទះអញគ្មានបានដេកទេការ៉ាអូខេមួយយប់ហ្នឹងណាមានអញ្ចឹងទេនងសស្តៀងពោះហើយចេះវាងាប់បាត់កុំអីផ្ទះនឹងឮតែបចោគ្នាម៉ោង10មកទាំង10ប្តីប្រពន្ធវាដែលបានដេកបានគួនអីស្រួលទេនោះសត្វពោះហើយណាប៉ុន្តែបើរស់ឲ្យដូចកង្កែបភ្លៀងក៏ភ្លៀងទៅបើតែចង់យំមិនក៏មិនក្រោកទៅយំឯណាឆ្ងាយយំនឹងរុនក្តាមតែពីណាធ្លាប់រំកែបខែភាសាដើមឆ្នាំខ្លះធ្លាប់ទេមើលណាធ្លាប់ខ្លះតានេះមានណាធ្លាប់អូកែបភាសាដើមឆ្នាំខ្លះអត់ដែរអូនអ្នកអង្គុយនោះបានដែរតាធ្លាក់ភ្លៀងមកវាទៅយំនឹងរុនក្តាមហ្នឹងហើយមនុស្សក្មេងមានអីក្រៅពីកង្វេទៅរុកខ្វេខ្វេះមានបានកែបទេណាបានតែក្តាមនឹងងាប់ដោយគេដោយឯងហាក់បីដូចជាមនុស្សទៅនៅឯណាអត់ចេះនាំសុខនាំចម្រើនឲ្យគេទេពីដើមភូមិស្រុកនឹងសុខសានល្អត្រជាក់ត្រជុំដាក់តែមនុស្សម្នាក់នឹងមកខូចគេមកភូមិយ៉ាងណាធ្លាប់ឃើញរឿងយ៉ាងទេធ្លាប់ឃើញរឿងយ៉ាងទេអញ្ចឹងរឿងទាំងអស់ហ្នឹងគឺថាគប្បីភ្ញាក់រលឹកហើយខ្ញុំក៏ណាក៏ប៉ុណ្្នឹងទៅចោះមិនវែងឆ្ងាយអីទៅទៀតទេចង់វែងឆ្ងាយវត្តងាយនេះនៅប្រទេសវត្តក្រាំងលាវប្រសពដែរបូជាប្រសពគ្រូចៅតិកាហ្នឹង
មានប៉ុណ្ណឹងប្រគេនជូនក្នុងកម្មវិធីនេះហើយសូមលើកយកបញ្ញមហាកុសលដែលកើតឡើងពីធម្មទានប្រគេនថ្វាយចំពោះអតីតវិបាកបដិសន្ធិរបស់ព្រះសទ្ធម្មចារីបើព្រះអង្គបានទៅបដិសន្ធិក្នុងទីឯណាដែលមិនសមគួរដល់អំណាចបុណ្យនេះសូមសណ្ដោងយកឲ្យបានទៅកើតក្នុងទីដែលគង់ខ្ពស់ប៉ុន្តែបើព្រះអង្គបានកើតក្នុងទីដែលគង់ខ្ពស់ហើយសូមព្រះអង្គឲ្យគង់ខ្ពស់រឹងរិតទៅជាភ័យយោភាពដោយអានុភាពនៃធម្មទាននិងវេលាឱកាសនេះនឹងសូមប្រគេននឹងជូនបុណ្យចំពោះអស់លោកមហាបាសកមហាបាសិកាប្រគុណគុណម្ចាស់គ្រប់ព្រះអង្គដោយគិតបំណងប្រាថ្នាក្នុងប្រយោជន៍ណានោះដោយអំណាចនៃធម្មទាននេះសូមបានសម្រេចជាប្រយោជន៍ដោយអានុភាពនៃធម្មទាននេះកុំបីឃ្លៀងឃ្លាខ្លាចទៅជាបការៈដល់តែឡើយយ៉ាងធម្មទេសនំទេសេសាមេរាជធម្មវសេះទេសនាសម្ដែងនៅខ្ញុំកណ្ណាអាត្មាភាពមានប្រមាណប៉ុណ្ណេះក៏សន្មតទៅចប់តែប៉ុណ្ណេះឯងអេវ៉ាំងសាធុសាធុសាធុ